Forex អាចប្រើយុទ្ធសាស្ត្របានច្រើនបែបដើម្បីចូលផ្សារអ្នកខ្លះប្រើ day trade ដើម្បីចំណេញប្រចាំថ្ងៃអ្នកខ្លះទៀតក៏ប្រើ long term trade ដើម្បីចំណេញរយៈពេលវែងហើយក៏មាន video កិនខ្លះគាត់ប្រើ scalping ការប្រើ scalping អាចរកលុយបានលឿនដោយគ្រាន់តែចុច buy ហើយនឹង sell អាចយកផលចំណេញចេញពីទីផ្សារនេះដោយខ្លីៗបានDavid អាចចែកម្លែកបន្តិចទេថា scalping ហ្នឹងជាអ្វីហើយវាអាចប្រើល្អប្រសើរនៅពេលណាបាទបងសម្រាប់និយមន័យ scalping បងនិយាយស្រួលទៅគឺជាការចូលទីផ្សារខ្លីៗប៉ុន្តែយើងចូលច្រើនដងនៅក្នុងមួយថ្ងៃអញ្ចឹងណាបងហើយចំពោះរយៈពេលដែលយើងចូលផ្សារគឺយើងចូលពីចន្លោះ1នាទីទៅដល់30នាទីនៃការចូលទីផ្សារហើយសម្រាប់ផលចំណេញគឺយើងអាចយកបានពីចន្លោះ5លេខទៅ10លេខទៅតាមយុទ្ធសាស្ត្រដែលយើងចូលហើយចំពោះការប្រើយុទ្ធសាស្ត្រ scalping ហ្នឹងគឺយើងប្រើប្រាស់នៅពេលដែលមានកម្លាំងអ្នកចូលទីផ្សារច្រើនបើន័យថា high volume អញ្ចឹងមិនយើងអាចចូលទៅ scalping បានបើសិនជាទីផ្សារ sideways គឺយើងអាចចូលទៅ scalping បានទេសម្រាប់យុទ្ធសាស្ត្រ scalping ហ្នឹងគឺល្អសម្រាប់អ្នកដែលគាត់ចូលចិត្តចូលទីផ្សារខ្លីៗហើយអត់សូវមានភាពអត់ធ្មត់ក្នុងការរងចាំទីផ្សារអញ្ចឹងគាត់អាចប្រើយុទ្ធសាស្ត្រ scalping ហ្នឹងបានតើបងអូនមានការណែនាំអ្វីខ្លះសម្រាប់អ្នកដែលគាត់ចាប់ផ្ដើមប្រើយុទ្ធសាស្ត្រ scalping បាទបងដើម្បីចាប់ផ្ដើមប្រើប្រាស់យុទ្ធសាស្ត្រ scalping ហ្នឹងបានទី1គឺយើងត្រូវចេះយុទ្ធសាស្ត្រសម្រាប់ការចូលទីផ្សារហើយទី2ត្រូវចេះគ្រប់គ្រងអារម្មណ៍ទី3ត្រូវចេះគ្រប់គ្រងដើមទុនបាទហើយសម្រាប់យុទ្ធសាស្ត្រហ្នឹងគឺយើងមានយុទ្ធសាស្ត្រច្រើនក្នុងការចូលទីផ្សារដូចជាប្រភេទ price action ឬមួយក៏ indicator ដែលយើងអាចយកវាទៅចូលទីផ្សារបានដូចឥឡូវហ្នឹងអញ្ចឹងខ្ញុំក៏ប្រើ indicator សម្រាប់ជំនួយដល់ការចូលទីផ្សារដែរបើន័យថា indicator ប្រាប់ពីទិសដៅរបស់ទីផ្សារថាទីផ្សារទៅណាហើយមួយទៀតគឺជា indicator ដែលប្រាប់ពីកន្លែងដែលយើងចូលទិញលក់អញ្ចឹងគឺយើងអាចចូលទិញលក់បានខ្លីៗហើយចំពោះផលចំណេញគឺអាចថាយើងយកបានពីចន្លោះ3ទៅ5លេខអីដែរបើសិនជាយើងប្រើ indicator ចំពោះការគ្រប់គ្រងអារម្មណ៍គឺយើងនៅពេលដែលចូលផ្សារហ្នឹងវាតកតងនឹងចំណុចទី1ដែលយើងចេះប្រើប្រាស់យុទ្ធសាស្ត្រទៅគឺយើងអាចគ្រប់គ្រងអារម្មណ៍យើងបានហើយពេលដែលយើងចូលផ្សារហ្នឹងគឺយើងអត់សូវភ័យទេចំណុចទី3ការគ្រប់គ្រងដើមទុនហ្នឹងក៏សំខាន់ដូចគ្នាបើសិនជាយើងមានដើមទុនតូចហើយយើងអត់ចេះគ្រប់គ្រងដើមទុនទេវាអាចនឹងត្រូវទៅដាច់ account ឧទាហរណ៍ថាយើងមានដើមទុន100អញ្ចឹងយើងត្រូវចេះបែងចែក lot size ត្រូវឧទាហរណ៍ថាមួយ trade ហ្នឹងយើងហ៊ានខាតប៉ុន្មានអាហ្នឹងបានយើង trade ទៅអត់សូវភ័យវាតកតងនឹងការគ្រប់គ្រងអារម្មណ៍ដែរតើបងអូនប្រើ indicator មួយណាហើយអាចជួយប្រាប់ពីរបៀបនៃការប្រើប្រាស់ indicator ទាំងនោះបានទេបាទបងសម្រាប់ឥឡូវហ្នឹងគឺខ្ញុំប្រើប្រាស់ indicator buy sell ហើយក្នុង indicator ហ្នឹងគឺវាមាន2 indicator ទៀតទី1គឺខ្សែ EMA ហើយទី2គឺសញ្ញា buy sell ហ្នឹងហើយចំពោះ indicator ខ្សែ EMA ហ្នឹងគឺវាជួយប្រាប់ទិសដៅដល់យើងថាវាចេញជាលំហូរ up trend ឬមួយក៏ down trend អញ្ចឹងនៅពេលដែលវាប្រាប់ទិសដៅរបស់ទីផ្សារហើយយើងអាចចូលផ្សារបានហើយអត់ប្រច្រាស់ trend ទៀតហើយសម្រាប់ indicator buy sell ហ្នឹងគឺវាប្រាប់ពីកន្លែងចូលទិញលក់ឥឡូវខ្ញុំឧទាហរណ៍ថាទីផ្សារវា up trend អញ្ចឹងនៅពេលដែលវា up trend ហ្នឹងគឺយើងរងចាំទីផ្សារវា pull back ចុះមកក្រោមនៅពេលដែល pull back ហើយប៉ះខ្សែ EMA ហ្នឹងវាចេញសញ្ញា buy អញ្ចឹងយើងអាចចូល buy បានទេបងហើយកន្លែងហ្នឹងយើងអាច scalping ខ្លីៗបានយើងយកផលចំណេញអាចថា 4-5 លេខអីដែរបើសិនជាប្រើ indicator មួយហ្នឹងហ៎បង Trade scalping មិនមែនសិតតែមនុស្សគ្រប់គ្នាអាចធ្វើបាននោះទេវាទាមទារផ្លូវអារម្មណ៍រឹងមាំនិងការសិក្សាច្បាស់លាស់